Ok bạn này, chắc cứ bạn này nè tao thấy khơi này cứ lôi mình tên mà chân anh ấy cứ phải đặt máu nơi ruột bạch sát khmer bỏ dương mà chân cứ em mình tên mà ok so đây nhà tao thấy nơiក្នុងvideoនេះខ្ញុំនឹងបង្ហាញអ្នកនរពីរបៀបនៃការធ្វើរូប AI បែបខ្មែរម្ដងបាទដែលគេកំពុងតែល្បីមែនទែននៅក្នុង Facebook ក្នុងពេលបច្ចុប្បន្នហ្នឹងអញ្ចឹងដើម្បីធ្វើបានដំបូងយើងគ្រាន់តែចូលមកកាន់ Gemini នឹងមកបាទនេះកម្មវិធី Gemini ហ្នឹងហើយសម្រាប់អ្នកទាំងគ្នាដែលអត់មានកម្មវិធី Gemini នឹងអាចទៅមើលវីដេអូរបស់ខ្ញុំចាស់ៗបានឬមួយក៏ទៅ search នៅក្នុង App Store ឬមួយក៏ Play Store ក៏បានដែរ download មកគឺបានហើយនៅtrongវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាអំពីរបៀបនៃការយក prompt មកយក prompt ដើម្បីមកដាក់អញ្ចឹងដំបូងអ្នកចូលមកកាន់កម្មវិធីនឹងហើយអ្នកទាំងគ្នាចុចសញ្ញាបូកនេះមួយមកដើម្បីទៅយករូបថតរបស់យើងអូខេបាទអញ្ចឹងខ្ញុំសូមដាក់រូបប្រពន្ធរបស់ខ្ញុំតែម្ដងបាទហើយយើងចុច click មកបន្តមកទៀតចឹងសម្រាប់promptគឺខ្ញុំទុកនៅក្នុងនេះបាទក្នុង Telegram Telegram channel របស់ខ្ញុំចឹងអ្នកនរអាចចូលទៅកាន់ Telegram channel របស់ខ្ញុំមកបាទនេះចឹងនេះបាទនេះអញ្ចឹងសម្រាប់promptគឺខ្ញុំដាក់តាមរូបមួយចឹងអ្នកនរចង់បានរូបមួយណាបាទអាចមើលpromptនៅខាងក្រោមរូបហ្នឹងទៅហើយ copy យកមកគឺបានហើយអញ្ចឹងខ្ញុំចង់បានរូបនេះបាទចង់បានរូបទី1នេះចឹងខ្ញុំគ្រាន់តែចុចលើនៅចុច copy មកបាទនេះcopy ហើយយើងចូលមកកាន់ Google Gemini នឹងវិញមកបាទហើយផាសមកគឺបានហើយអញ្ចឹងចាំវាបន្តិចទៅវានឹងធ្វើការ generate ឲ្យយើងតែម្ដងអូខេបាទនេះអញ្ចឹងគឺបានអ្នកទាំងនេះឃើញគឺលយមែនទែនបាទអញ្ចឹងអានេះគឺវាដាក់មកនៅរូបប្រាសាទខ្មែររបស់យើងបាទអញ្ចឹងគឺអែមមែនទែនបាទអូខេបាទអញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញអ្នកទាំងនេះពីរបៀបនៃការយក prompt បាទអញ្ចឹងបើសិនជាអ្នកនរគ្នារកគ្រប់ Telegram របស់ខ្ញុំអត់ឃើញទេអាចចូលមកកាន់ YouTube របស់ខ្ញុំមកបាទអញ្ចឹងខ្ញុំសុំចូលមកកាន់ YouTube អ្នកនរគ្នា search ឈ្មោះរបស់ខ្ញុំអញ្ចឹងទៅបាទនេះ search ចិត្តបញ្ញាអញ្ចឹងទៅបាទហើយបន្តមកទៀតចុចលើរូប profile របស់ខ្ញុំហ្នឹងទៅអញ្ចឹងអ្នកអាចទៅមើលវីដេអូហ្នឹងបានបាទអញ្ចឹងឧទាហរណ៍ថានេះគឺជាវីដេអូដែលខ្ញុំកំពុងតែបង្ហាញដល់អ្នកបាទអញ្ចឹងចុចលើនឹងមួយមកហើយសម្រាប់ការយក prompt ទី1គឺអ្នកទាំងអស់គ្នាបើសិនជាប្រើ computer អាចយកនៅកន្លែង comment នេះបានបាទអ្នកចុចលើនឹងហើយចុច select មកតែបើសិនជាទូរស័ព្ទដៃចុចលើកន្លែងហ្នឹងគឺអត់ការទេបាទអញ្ចឹងតម្រូវអ្នកទាំងអស់គ្នាចុចនៅកន្លែងនេះបាទចុចកន្លែង more ហ្នឹងមកហើយចុចលេខ more នេះទៀតមកបន្តមកទៀតអ្នកដែលប្រើទូរស័ព្ទដៃគឺអាច copy បានហើយអញ្ចឹងខ្ញុំនឹងដាក់នៅខាងក្រោមហ្នឹង copy តាមនឹងមកបាទអញ្ចឹងបើសិនជា copy មកបានបាទអញ្ចឹងអ្នកអាចយកទៅផាសទៅគឺបានហើយបើសិនជានៅអត់បានទៀតអ្នកទាំងគ្នាអាចអស់មកខាងក្រោមតិចទៀតបាទអញ្ចឹងនៅកន្លែងនេះអ្នកទាំងគ្នាឃើញ link Telegram channel បាទអញ្ចឹងចុចចូល link ហ្នឹងមកវានឹងនាំអ្នកទាំងគ្នាមកកាន់ channel Telegram របស់ខ្ញុំហើយអញ្ចឹងនៅក្នុង channel មិញហ្នឹងបាទនេះអ្នកទាំងអាច copy បានបាទ copy បានមកសេរីបាទហើយអ្នកទាំងគ្នាចាំចូលទៅក្នុង channel Telegram ហ្នឹងទៅនៅពេលដែលខ្ញុំមានអី update ខ្ញុំនឹងតម្លាក់ចូលទៅកាន់ channel ហ្នឹងបាទគឺលឿនជាង YouTube បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណអ្នកទាំងគ្នាសម្រាប់ការតាមដានទស្សនាកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបន្តទៀតអរគុណអ្នកទាំងគ្នាម្ដងទៀតបាទជំរាបលាសុខសប្បាយ